កម្មភាពរបស់ប្រកាសណាគ្រប់ព្រះអង្គឆាយដីរៀបឆាយដីខ្សាច់ដោយសារខាងមុខនេះវាដក់ទឹកពេកចឹងទៅត្រូវដាក់ដីខ្សាច់ឆាយលុកក្លុកហើយថ្ងៃស្អែកត្រូវនៅថ្ងៃទី18ត្រូវថ្ងៃ11រោចខែផុតបុត្រហ្នឹងគឺត្រូវតែថ្ងៃត្រូវដង្ហែរូបព្រះសម្មាសម្ពុទ្ធដែលទ្រង់បិណ្ឌបាតដែលមានកម្ពស់4ម៉ែត្រជាងមកដាក់នៅលើបល្ល័ង្កទៅហើយគឺហែចេញពីខេត្តនៅខាងលិចផ្លូវចូលខ្លាំងបឿងពីកន្លែងផ្ទះជាងមកគឺយកមកដាក់នៅលើបល្ល័ង្កនៅវេលាថ្ងៃស្អែកចឹងវិញ្ញាណញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចូលរួមដង្ហែក្តីឬជ្រះថ្លាបូជានៅការនៅប្រាក់អីក្តីគឺបានទាំងអស់គ្នាហើយបានចំណែកបុណ្យជាឧបនិស្ស័យរួចចាក់នៅទុកគ្រប់គ្នានេះកន្លែងត្រូវដាក់យើងធ្វើតនួបល្ល័ង្កពីដីមកហ្នឹងគឺកម្ពស់ប្រហែលជាចូល2ម៉ែត្រលើសដែរដាក់នៅចំកដាលទៅហ្នឹងហើយបែបព្រះអង្គហ្នឹងគឺទៅខាងទិសខាងជើងទៅថ្នល់ជាតិថ្នល់ជាតិនៅខាងជាប់នឹងថ្នល់ជាតិនៅខាងជើងវត្តហើយបរិវេណវត្តទាំងមូលហើយសាលាឆាន់ខាងលិចដែលត្រូវដាក់ព្រះអង្គបិណ្ឌបាតនេះគឺត្រូវសម្ពោធឆ្លងនៅខែ1ថ្ងៃទី1ទី2025ខាងមុខនេះហើយមិនទាន់បានហើយត្រួតបួលទេប៉ុន្តែចប់បន្ទាប់ពីចប់ពេលបិណ្ឌនេះទៅគឺយើងត្រូវលាបថ្នាំខាងក្រៅស្អាតទៅហើយយើងត្រៀមដល់ថ្ងៃសម្ពោធឆ្លងដាក់ព្រះអង្គនេះគឺនៅចំមិនចំកដាលពីមុខទៅឈៀងខាងមុខសាលាឆាន់ដូចខាងកើត